ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកចែករំលែកពីវិធីធ្វើចាក់ខ្វៃឲ្យឡើងល្អជាដំបូងយើងមានជាមួយនឹងម្សៅមី350ក្រាមហើយនាងខ្ញុំបន្ថែមជាមួយនឹង baking powder 1 ស្លាបព្រាបាយម្សៅ baking soda 1/3 ស្លាបព្រាបាយអំបិលបន្តិចស្ករសនាងខ្ញុំដាក់ចំនួន1 ស្លាបព្រាបាយប្រេងអូលីវឬក៏ប្រេងធម្មតា1 ស្លាបព្រាបាយពងមាន់ចំនួន1គ្រាប់បន្ទាប់មកយើងកូរម្សៅវាចូលគ្នាឲ្យបានសព្វល្អនៅពេលដែលសព្វល្អហើយយើងចាក់ទឹកក្តៅអ៊ុនៗចូលបងប្អូនសម្រាប់ទឹកវិញនាងខ្ញុំអត់បានវាស់ទេគឺនាងខ្ញុំចាក់ស្មានចាយើងចាក់ទឹកបន្តិចម្ដងអញ្ចឹងទៅបងប្អូនកុំឲ្យឆុលយើងចាក់មកសមល្មមដែលយើងអាចលុញបានបើបងប្អូនមានម៉ាស៊ីនដូចនាងខ្ញុំបងប្អូនអាចវាយនឹងម៉ាស៊ីនក៏បានដែរកុំឲ្យចុកដៃតែបើបងប្អូនអត់មានម៉ាស៊ីនទេបងប្អូនអាចលុញនឹងដៃបានសម្រាប់ការវាយម្សៅនេះដែរនាងខ្ញុំវាយរយៈពេល10នាទីទៅ15នាទីបងប្អូនលុញដៃក៏ដូចគ្នា10នាទីទៅ15នាទីដូចគ្នាសម្រាប់ទឹកបងប្អូនអាចដាក់ទឹកក៏បានដាក់ទឹកដោះគោស្រស់ក៏បានដែរនាងខ្ញុំដាក់ទឹកដោះគោស្រស់ហើយយើងកម្ដៅវាឲ្យក្ដៅអ៊ុនៗណាបងប្អូនទើបម្សៅរបស់យើងឡើងបានល្អសម្រាប់ការវាយម្សៅនេះដែរយើងវាយពី10នាទីទៅ15នាទីហើយលុញដៃក៏ដូចគ្នាតែបើយើងវាយម៉ាស៊ីនគឺវាអត់សូវចុកដៃអញ្ចឹងណាបងប្អូនក្រោយពីយើងវាយម្សៅបាន15នាទីរួចរាល់ហើយយើងយកម្សៅហ្នឹងមកលាបជាមួយនឹងម្សៅហើយយើងដាក់វាចូលទៅក្នុងថង់ណាបងប្អូនហើយផ្អាប់វារយៈពេល20នាទីសិនហើយការផ្អាប់ម្សៅរបស់នាងខ្ញុំដាក់នៅក្នុងថង់ដោយសារឥឡូវនៅត្រជាក់ឡើយបងប្អូនចឹងហើយយើងដាក់ក្នុងថង់ទៅវាជួយការកម្ដៅខ្លះចឹងដើម្បីឲ្យម្សៅយើងឡើងចឹងណាចឹងយើងទុក20នាទីសិនក្រោយពី20នាទីរួចរាល់ហើយយើងយកម្សៅហ្នឹងមកច្របាច់ម្ដងទៀតបងប្អូនអាចច្របាច់ដៃក៏បានឬក៏ដាក់ម៉ាស៊ីនដូចនាងខ្ញុំក៏បានដែរយើងច្របាច់ប្រហែលជា7-8នាទីទៅក្រោយពីច្របាច់7-8នាទីរួចរាល់ហើយបងប្អូនបែងចែកម្សៅជា2ដុំទៅចាងាយស្រួលយើងយកមកធ្វើម្ដងអញ្ចឹងហើយបន្ទាប់មកយើងខ្ចប់ជាមួយនឹងថង់ស្អិតវិញម្ដងគឺយើងខ្ចប់បែបនេះហ៎បងប្អូនចាយើងខ្ចប់បែបហ្នឹងចំនួន2ដុំហើយយើងផ្អាប់វារយៈពេល2ម៉ោងយើងផ្អាប់នៅក្នុងហ្វូក៏បានឬក៏យើងដាក់នៅកន្លែងណាដែលយើងគិតថាមានកម្ដៅក្ដៅអញ្ចឹងណាបងប្អូនចាដើម្បីឲ្យឡើងល្អបើសិនជាយើងធ្វើមេឃត្រជាក់វាsẽឡើងល្អឯងបងប្អូនចាចឹងហើយយើងផ្អាប់វាទុក2ម៉ោងទៀតក្រោយ2ម៉ោងយើងយកមកធ្វើបានហើយក្រោយពីនេះខ្ញុំផ្អាប់រយៈពេល2ម៉ោងរួចរាល់ហើយយើងយកមកលុញដើម្បីចៀនតែម្ដងឥឡូវយើងរោយម្សៅទៅលើថាសរបស់យើងសិនហើយបន្ទាប់មកចាំយើងដាក់ម្សៅហ្នឹងពីលើកុំឲ្យវាស្អិតជាប់ចឹងណានៅពេលដែលយើងលុញវាសំប៉ែតពេលដែលបងប្អូនដាក់ម្សៅហើយយើងលាបម្សៅហ្នឹងពីលើពីក្រោមហ្នឹងឲ្យសព្វល្អទៅចាំយើងយកប្រាប់លុញហ្នឹងមកលុញជាមួយនឹងម្សៅរបស់យើងហើយបងប្អូនត្រូវលុញវាឲ្យស្មើដៃសម្រាប់ការលុញនេះគឺសំខាន់មែនតើបើសិនជាបងប្អូនលុញអត់ត្រូវចាក់ខ្វៃហ្នឹងគឺពេលបំពងទៅអត់សូវឡើងទេពេលដែលយើងលុញវាស្ដើងពេកក៏វាអត់មានសាច់ឡើងហើយពេលដែលក្រាស់ពេកក៏វាឡើងអត់សូវល្អដែរវាឡើងនៅសាច់ក្រាស់នៅខាងក្នុងបងប្អូនចាអញ្ចឹងគឺកម្រាស់ហ្នឹងគឺត្រូវការមកសមល្មមតែម្ដងចាកន្លែងហ្នឹងហើយដែលបងប្អូនខ្លះគាត់ធ្វើអត់ឡើងដោយសារតែកន្លែងលុញហ្នឹងគឺគាត់ធ្វើខុសបងប្អូនការលាយម្សៅដូចគ្នាប៉ុន្តែនៅពេលដែលយើងលុញបើសិនជាយើងលុញអត់ល្អឬក៏យើងលុញស្ដើងពេកក៏ម្សៅរបស់យើងអត់សូវឡើងល្អដែរបងប្អូនអញ្ចឹងហើយយើងលុញវាមកសមល្មមហ្នឹងហើយបងប្អូនឃើញទេមកសមល្មមចាដើម្បីឲ្យវាមានសាច់ឡើងចាក្រោយពីយើងលុញវាបានស្មើដៃហើយបងប្អូនត្រូវកាត់វាជាដុំល្មមអញ្ចឹងហើយបងប្អូនកាត់វាស់ឲ្យស្មើគ្នាទៅងាយស្រួលយើងយកដាក់លើគ្នាទៅគឺវាស្មើគ្នាស្អាតតែម្ដងចឹងបងប្អូនកាត់ប្រហែលជា7-2ថ្នាំងដៃណាចា7-2ថ្នាំងដៃហ្នឹងហើយបងប្អូនវាស់ដូចនេះខ្ញុំក៏បានដែរដើម្បីឲ្យស្មើគ្នាល្អចាយើងកាត់បែបហ្នឹងទៅចឹងបងប្អូនត្រូវកាត់វាឲ្យស្មើគ្នាល្អចាហើយកន្លែងណាដែលលើសចាំយើងកាត់ចេញវិញណាបងប្អូនដោយសារតែយើងលុញវាមានកន្លែងវែងមានកន្លែងខ្លីចឹងផ្នែកខ្លីយើងយកដាក់ខ្លីគ្នាវាទៅហើយសម្រាប់ផ្នែកវែងយើងដាក់ខាងផ្នែកវែងចឹងទៅដើម្បីឲ្យចក្ខុយយើងស្មើគ្នាតែបើសិនជាវាលើសយើងកាត់ចេញបន្តិចចឹងណាបងប្អូនចាហើយនេះគឺជាកម្រាស់ដែលនឹងខ្ញុំធ្វើចាក់ខ្វៃគឺកម្រាស់ប៉ុណ្ណឹងបងប្អូនគឺល្មមតែម្ដងឥឡូវគឺយើងកាត់ចុងតិចទៅដើម្បីឲ្យស្មើល្អក្រោយពីយើងកាត់រួចរាល់អស់ហើយយើងត្រូវមានកែវមួយជាមួយនឹងចង្កឹះមួយ
ហើយយើងជ្រលក់ទឹកទៅនឹងចង្កឹះរបស់យើងឲ្យយើងសើមបន្តិចទៅយើងយកមកធ្វើបែបហ្នឹងបងប្អូនមើលចាគឺយើងធ្វើបែបហ្នឹងណាពេលដែលយើងធ្វើអញ្ចឹងហើយគឺយើងយកចាក់ខ្វៃហ្នឹងមកសកត់លើគ្នាហើយយកចង្កឹះហ្នឹងមកសកត់ពីលើទៀតដើម្បីឲ្យវាជាប់គ្នាប៉ុន្តែអត់សកត់ខ្លាំងពេកទេណាបងប្អូនតែសកត់ខ្លាំងពេកនំចាក់ខ្វៃរបស់យើងក៏អត់ឡើងល្អដែរអញ្ចឹងយើងសកត់វាថាល្មមបានហើយឥឡូវយើងដាក់ម្សៅកូរលើគ្នាបែបហ្នឹងទៅនៅពេលដែលយើងកូរម្សៅរួចរាល់ហើយចាំបងប្អូនយកចង្កឹះហ្នឹងមកសង្កត់វាពីលើបន្តិចទៀតដើម្បីឲ្យវាជាប់គ្នាល្អអញ្ចឹងណាឥឡូវយើងបានសង្កត់រួចរាល់ហើយយើងទាញវាបន្តិចចឹងបងប្អូនចាយើងទាញវាបែបហ្នឹងទៅមុនយើងយកទៅបំពងបងប្អូនយើងទាញអញ្ចឹងទៅដើម្បីឲ្យម្សៅរបស់យើងវែងហើយមុននឹងជៀនណាបងប្អូនត្រូវទាញវាម្ដងទៀតមុននឹងបោះចូលខ្លាញ់បំពងបងប្អូនត្រូវទាញម្សៅថ្នមហើយអត់សកត់វាខ្លាំងពេកទេហើយពេលដែលយើងដាក់ចូលក្នុងប្រេងបងប្អូនត្រូវតែប្រែវាទៅមកដើម្បីឲ្យឡើងបើសិនជាបងប្អូនដាក់ចូលហើយអត់ប្រែវាទៅមកទេគឺអត់ឡើងល្អទេបងប្អូនគឺយើងប្រែបែបហ្នឹងរហូតណាចាយើងប្រែបែបហ្នឹងរហូតដល់ចាក់ខ្វៃរបស់យើងឆ្អិនអញ្ចឹងណាបងប្អូនចាពេលយើងប្រែបែបហ្នឹងគឺវាឡើងបន្តិចម្ដងអញ្ចឹងណាបងប្អូនធំទៅគឺល្អមែនតើអញ្ចឹងបងប្អូនបន្តជៀនចាក់ខ្វៃរហូតដល់អស់ទៅគឺរួចរាល់ជាការស្រេចបើបងប្អូនពេញចិត្តនៅវីដេអូមួយនេះសូមជួយចុច like page follow page និងជួយ share ចែករំលែកឲ្យនឹងខ្ញុំម្នាក់មួយផងណាបាយបាយ